ជាមួយនឹងការបំលែងសញ្ញារូបថតដែលយើងថតក្នុងទូរស័ព្ទដើម្បីបំលែងទៅជា file PDF អញ្ចឹងដំបូងឡើយខ្ញុំចង់បង្ហាញជាឧទាហរណ៍នេះគឺជាឧទាហរណ៍ដែលខ្ញុំនឹងយកមកបង្ហាញ folder នេះគឺឈ្មោះ pictures ហើយក្នុង folder ហ្នឹងគឺខ្ញុំ double click លើ mouse ហ្នឹងពីរដងដើម្បីឃើញ file រូបភាពដែលខ្ញុំថតដោយទូរស័ព្ទផ្ទាល់បន្ទាប់មកគឺខ្ញុំបញ្ចូលក្នុងកុំព្យូទ័រដាក់ក្នុង file ហ្នឹងអញ្ចឹងខ្ញុំនឹងយកឧទាហរណ៍នេះអញ្ចឹងរូបទាំងអស់គឺវាមាន9រូបនៅក្នុងហ្នឹងហើយខ្ញុំនឹងបំលែងរូបថតទាំងអស់ហ្នឹងឲ្យទៅជា file PDF ដោយសារឥឡូវនេះវាអត់ទាន់ជា PDF ទេអញ្ចឹងដើម្បីបំលែងវាដំបូងឡើយយើងត្រូវselect រូបថតទាំងអស់ដែលយើងចង់បំលែងហ្នឹងអញ្ចឹងករណីនេះគឺខ្ញុំចង់បំលែងទាំង9រូបថតហ្នឹងអញ្ចឹងហើយខ្ញុំត្រូវ select ទាំង9ហ្នឹងអូខេអញ្ចឹងដើម្បី select យើងយកចុចទៅលើ keyboard control ឲ្យជាប់បន្ទាប់មកយើងប្រើប្រាស់ mouse ខាងឆ្វេងរបស់យើងដើម្បីចុច select click ម្ដងមួយទៅលើរូបថតដែលយើងចង់បំលែងហ្នឹងអូខេ oops អូខេអូខេនេះគឺជាវិធីទី1ក្នុងការ select រូបថតអញ្ចឹងវិធីទី2ខ្ញុំដាក់ select ដើម្បីបង្ហាញពីវិធីទី2វិធីទី2ដើម្បី select គឺងាយស្រួលជាងគឺដំបូងឡើយគឺយើងចុចទៅលើ key control and then យើងចុចទៅលើ key អក្សរ A ឲ្យជាប់មកមានន័យថា control A នោះមានន័យថា select all យើង select ទាំងអស់បន្ទាប់មកទៀតយើងយកមកខាងស្ដាំរបស់យើងនឹងចុចមួយមកបន្ទាប់មកឃើញពាក្យថា show more option បន្ទាប់មកយកមកខាងឆ្វេងចុចទៅលើពាក្យ more show more option អូខេយើងរកពាក្យថា print អូខេអាហ្នឹងគឺជាវិធីទី1វិធីទី2យើងនៅលើ Windows 11យើងអាចប្រើ keyboard shift ចុចវាឲ្យជាប់បន្ទាប់មកយក mouse ខាងស្ដាំរបស់យើងនឹង click មួយនៅលើរូបភាពដែលយើង select ហ្នឹងបន្ទាប់មកគឺវាចេញពាក្យ print តែម្ដងយើងអត់ចាំបាច់ទៅពីរតង់ទេជំហានទី1ជំហានទី2ដើម្បីឃើញពាក្យ print ទេយើងគ្រាន់តែប្រើ keyboard shift បន្ទាប់មក right click មួយមកឃើញពាក្យ print តែម្ដងអញ្ចឹងបន្ទាប់មកទៀតយើងឃើញពាក្យ print នេះហើយយើងយកmouse ខាងឆ្វេងដើម្បីចុចលើពាក្យ print អូខេបន្ទាប់មកទៀតនៅកន្លែង printer គេដាក់ថា Microsoft Print to PDF អញ្ចឹងវាអូតូយកខ្លួនឯងហើយអញ្ចឹងអ្វីដែលយើងឃើញគេដាក់កន្លែងនេះគេដាក់ one of 9អញ្ចឹងណាអញ្ចឹងយើង select បន្ទាប់មកទៀត two of 9 pages អញ្ចឹងមានន័យថា page ដែលរូបថតទាំង9ដែលយើងបាននេះហ្នឹងគឺវាមាននៅលើនឹងទាំងអស់ហើយអញ្ចឹងយើងមិនបាច់ select អីច្រើនទេយើងគ្រាន់តែយក mouse ខាងឆ្វេងរបស់យើងចុចនៅលើពាក្យថា print ហ្នឹងមួយមកអូខេហើយបន្តមកទៀតវាលោតផ្ទាំងនេះដើម្បីឲ្យយើងដាក់ថា save print ថាទីតាំងដែលយើងចង់ដាក់PDF ដែលយើងនឹងបំលែងហ្នឹងនៅកន្លែងណាអញ្ចឹងក្នុងករណីខ្ញុំគឺខ្ញុំដាក់នៅលើ desktop បន្តមកទៀតយើង save file របស់យើងដាក់ថា my picture នេះ file PDF បន្តមកទៀតយកមកខាងឆ្វេងរបស់យើងចុចនៅលើពាក្យថា save ឥឡូវវាកំពុងបំលែងឲ្យយើងអីអូខេអូខេការបំលែងគឺត្រូវបានបញ្ចប់បន្ទាប់មកយើងបិទកន្លែង window ហ្នឹងមកដើម្បីស្វែងរកនៅលើ window យើងគឺខ្ញុំជ្រើសយក desktop មិញហ្នឹងទីតាំងហើយ file name គឺឈ្មោះថា my pictures អញ្ចឹងខ្ញុំយក mouse double click មកខាងឆ្វេង double click វាដើម្បីមើលអ្វីដែលយើងបាន save ហ្នឹងយ៉ាឥឡូវនេះfile នេះគឺជា file PDF ដែលយើងទើបតែ save មុនមិញនឹងឯងអូខេរួចរាល់ហើយ